សុទ្ធតែមកប្រតិបត្តិទៅដល់បានចូលវត្តគោប្រងគ្នាសរសើរការផងរៀបការទូផងជួយគ្នាសូមប្រប្រទានទៅប្រាជ្ញាយល់ដឹងពីព្រះអង្គហើយក៏តាមនេះបានយល់ដឹងពីព្រះទូព្រះអង្គវាក៏តាមនេះបានរស់នៅត្រូវតាមព្រះទូព្រះអង្គដើម្បីជាទីសរសើរការព្រះអង្គលោកសូមថ្វាយព្រះនាមព្រះចាស់បងប្អូនបែបធ្លាប់មានថ្ងៃមួយដែលគ្រប់យ៉ាងត្រឡប់ទៅជាខុសគ្នាបាទមានន័យថាវាមិនអាចនឹងធ្វើឲ្យយើងមានការផ្លាស់ប្ដូរអ្វីសោះទោះបីជាយើងខំប្រឹងព្យាយាមធ្វើយ៉ាងណាវាហាក់ដូចជាអ្វីគ្រប់យ៉ាងឬតែអាក្រក់មកលើយើងវិញបងប្អូនខំព្យាយាមខ្លាំងប៉ុណ្ណាវាតែទទួលផលអាក្រក់ខ្លាំងប៉ុណ្ណឹងដែរហើយខ្ញុំជឿជាក់ថាយើងអ្នកម្នាក់តែមាននៅថ្ងៃអាក្រក់បែបនេះនៅក្នុងជីវិតមានដំណើររឿងមួយដែលនិយាយអំពីស្ត្រីម្នាក់ដែលគាត់នៅវិយន្តហោះគាត់រងចាំដើម្បីនឹងជិះយន្តហោះទៅផ្ទះវិញហើយពេលដែលគាត់រងចាំនោះគាត់បានទិញស្ករសក្លាមកផ្ទះដើម្បីញ៉ាំពេលដែលគាត់រងចាំហ្នឹងហើយពេលហ្នឹងនៅក្នុងបន្ទប់រងចាំគឺមានមនុស្សច្រើនកកមែនទេបាទគាត់ខំរកមើលកន្លែងដែលទេក៏បានឃើញបាទទៅអីនៅចុងគេបានមានកន្លែងនោះមួយគាត់ក៏ប្រញាប់បាទអូវលីរបស់គាត់បាទទៅហើយដាក់នៅជិតកន្លែងហ្នឹងហើយគាត់បានដាក់កាបូបស្ពីของគាត់ទៅលើតុនៅមុខកន្លែងហ្នឹងហើយនឹងរបស់ផ្សេងទៅបុកហ្នឹងរបស់គាត់ហ្នឹងប៉ុន្តែនៅតុហ្នឹងមានបរិយាអ្នកមានធំអង្គុយទល់មុខគាត់ហ្នឹងដោយសារឃើញបរិយាហ្នឹងគាត់ក៏ទាញកាបូបស្ពីហ្នឹងស្គាល់សក្លារបស់គាត់ហើយគាត់បានទិញប៉ុន្តែគាត់មានការភ្ញាក់ផ្អើលមែនទេពីព្រោះពេលដែលគាត់រៀបនឹងលុបចាប់ស្ករសក្លាយកមកញ៉ាំហើយយើងគិតថាមិនព្រោះចឹងហើយយើងមើលទៅស្ករសក្លាដូចជាមានអ្នកណាកាច់ញ៉ាំអស់ម្ដងដូច្នេះយើងក៏សម្លឹងមុខបរិនោះហើយបរិនោះក៏សម្លឹងធ្វើមុខនេះវិញប៉ុន្តែអត់អ្នកអត់មានចេញស្ដីថាម៉េចទេហើយពេលហ្នឹងគឺយើងដូចជាមានអារម្មណ៍ក្តៅចិត្តមែនទេជាមួយនឹងបរិនេះហ្នឹងហើយយើងក៏សម្រេចក្នុងចិត្តថាបើសិនជាបរិហ្នឹងមិនមានការគិតខ្មាស់នៅក្នុងការញ៉ាំស្ករសក្លារបស់វាទេដូច្នេះយើងក៏មិនមានខ្មាស់នៅក្នុងការនឹងដូចនេះដូច្នេះយើងក៏ឈូងដៃទៅចាប់ទាញស្ករសក្លាហ្នឹងមកតែបរិហ្នឹងទាញទៅដាក់មុខគាត់ហ្នឹងហើយក៏កាច់មួយជ្រុងយកមកដាក់ចូលមាត់រួចហើយកាច់មួយជ្រុងទៀតយកមកដាក់ចូលមាត់ដូច្នេះពីអ្នកហ្នឹងគិតទៅពីខំទៅដើមញ៉ាំបានច្រើនជាងម្នាក់គិតថាគឺមិនឲ្យបានញ៉ាំឲ្យបានច្រើនជាងដល់ជាងប្រទេសស្ករសក្លាហ្នឹងក៏ញ៉ាំអស់ទៅហើយនាងអង្គុយដូចជាក្តៅចិត្តជាមួយនឹងបរិបទដែលប្រព្រឹត្តសំរុំចំពោះគាត់ហើយមិនតោកក្រែងទៅក្នុងការដែលញ៉ាំស្ករសក្លារបស់គាត់អស់តែកណ្ដាលបន្ទាប់